នឹងគឺខ្ញុំផ្ទាល់តែម្ដងបាទផឹកថ្នាំអត់ជាទេរយៈពេល2សប្តាហ៍ជាងហើយបដូរ3កន្លែងនៅតែមិនជាបាទអូ TikTok ទៅឃើញបងប្អូនយើងគាត់មានមធ្យោបាយព្យាបាលបែបធម្មជាតិអញ្ចឹងហើយជាក់ស្ដែងនៅប្រទេសចិនជប៉ុនក៏គេព្យាបាលតាមរយៈអញ្ចឹងនឹងយូរហើយបាទដោយប្រើខ្ទឹមក្រហមដាក់ទឹកឃ្មុំអំបិលក្រូចឆ្មាបាទហើយផ្នែកខាងក្រោមបាច់កាត់ទេបើសិនជាកាត់គឺងាយនឹងធ្លុះដូចខ្ញុំបង្ហាញនៅក្នុងនេះអញ្ចឹងដោយសារតែស្កែនខ្ញុំអានខាងលើបានរបស់ជប៉ុននោះតើតើមានអីប៉ះវាដូច្នេះហើយក៏អាននៅផ្នែកខាងក្រោមបងប្អូនបាទច្បាច់ក្រូចឆ្មាដាក់អំបិលទឹកឃ្មុំដាក់វាពុះនៅពេលដែលពុះទៅខ្ទឹមនឹងវាស្លោកដែរបាទអញ្ចឹងយើងយកទឹកឃ្មុំនឹងយកមកផឹកហើយខ្ទឹមក្រហមនឹងយើងញ៉ាំផ្នែកខាងក្នុងវាដែលទន់ហ្នឹងទៅបាទខ្ញុំញ៉ាំដំបូងគឺខាងក្អកឡើងប្រហែលម៉ោងបន្ទាប់មកទៀតខ្ញុំញ៉ាំ2ដងទៀតឃើញថាបានប្រសើរមែនតើ